សួស្តីអ្នកទាំងអស់គ្នារឿងរ៉ាវនៅថ្ងៃនេះគឺជារឿងរ៉ាវរបស់បងប្រុសម្នាក់ឈ្មោះថាកាន់ដែលគាត់ជាបុគ្គលិកធ្វើការនៅពលានយន្តហោះមួយនៅឯប្រទេសថៃអញ្ចឹងខ្ញុំសូមអត់បង្ហើបឈ្មោះពលានយន្តហោះហ្នឹងទេដោយសារតែនៅស្រុកថៃគឺពលានយន្តហោះមានអត់ច្រើនទេអញ្ចឹងបើសិនជាខ្ញុំប្រាប់ទៅខ្លាចប៉ះពាល់ដល់គេច្រើនណាហើយរឿងរ៉ាវហ្នឹងគឺកើតឡើងនៅពេលដែលគាត់ធ្វើការនៅឯពលានយន្តហោះហ្នឹងអញ្ចឹងចង់ដឹងថារឿងរ៉ាវទាំងអស់វាមានហេតុការណ៍អីខ្លះអញ្ចឹងមកតាមដានស្ដាប់ទាំងអស់គ្នារឿងរ៉ាវនេះគឺវាកើតឡើងនៅថ្ងៃមួយដែលបងប្រុសកាន់នេះគាត់ធ្វើការហួសម៉ោងរហូតដល់យប់ជ្រៅអញ្ចឹងណាជាទូទៅគឺគាត់ធ្វើការពេលព្រឹកគាត់ធ្វើការពីម៉ោង7ព្រឹករហូតដល់ម៉ោង12យប់អញ្ចឹងទៅអាហ្នឹងគឺជាវេនពេលព្រឹករបស់គាត់ប៉ុន្តែថ្ងៃហ្នឹងគាត់ត្រូវតែធ្វើការវេនពេលថ្ងៃគឺចាប់ពីម៉ោង1ថ្ងៃរហូតដល់យប់អញ្ចឹងទៅហើយថ្ងៃហ្នឹងគឺគាត់នៅបង្ហើយការងារគាត់ធ្វើការងារជ្រុលរហូតដល់ម៉ោង12យប់ពេលហ្នឹងគឺបុគ្គលិកផ្សេងគឺគាត់ទៅផ្ទះអស់ហើយនៅតែគាត់ម្នាក់ឯងនៅក្នុង office ហើយ office ហ្នឹងគឺនៅជាន់ទី3នៃពលានយន្តហោះគាត់ក៏ធ្វើដល់ម៉ោង12យប់ហ្នឹងក៏ដល់ពេលដែលគាត់ត្រូវទៅផ្ទះហើយគឺការងារគាត់រួចរាល់ហើយណាគាត់ក៏រៀបចំឯកសាររៀបចំអីរបស់គាត់អញ្ចឹងទៅហើយគាត់រៀបចំហើយគាត់ក៏ចេញពី office ហ្នឹងទៅហើយបន្ទាប់ពីគាត់ដើរចេញពី office ហ្នឹងគាត់ក៏ទៅចូលបន្ទប់ទឹកហើយចេញពីបន្ទប់ទឹកវិញគាត់ក៏មកអាកន្លែងគេលាងដៃណាទាំងអស់គ្នាកន្លែងគេលាងដៃមុននឹងចេញពីបន្ទប់ទឹកហើយនៅពេលដែលគាត់អោនមុខលាងដៃសម្អាតដៃនៅពេលដែលចេញពីបន្ទប់ទឹកនេះគាត់មានអារម្មណ៍ថាមានស្រមោលអីមួយកាត់ពីក្រោយខ្នងគាត់អានេះគឺគាត់អត់ឃើញទេណាគឺគាត់មានអារម្មណ៍គឺអារម្មណ៍វាធ្វើឲ្យយើងដឹងណាទាំងអស់គ្នាគឺគាត់មានអារម្មណ៍ចឹងថាមានស្អីវឹបពីខាងក្រោយគាត់ហ្នឹងខ្មៅប៉ុន្តែគាត់ក៏អត់គិតអីច្រើនដែរគាត់ក៏បញ្ញាប់លាងដៃលុបមុខលុបអីចឹងទៅហើយដើរចេញពីបន្ទប់ទឹកចេញមកវិញមកហើយនៅពេលដែលគាត់ដើរចេញពីបន្ទប់ទឹកគាត់ក៏តម្រង់ទៅចរាយន្តហើយចរាយន្តហ្នឹងគឺជាចរាយន្តរបស់បុគ្គលិកចរាយន្តបុគ្គលិកនិងភ្ញៀវផ្សេងគឺបែងចែកដាច់ដライអញ្ចឹងគាត់ដើរទៅចរាយន្តបុគ្គលិកហើយនៅពេលដែលគាត់ដើរទៅនេះអ្នកទាំងអស់គ្នាគឺដើរអត់តន់ដល់ទេណាគឺអ្នកទាំងអស់គ្នាដែរលេនៅពេលដែលយើងដើរទៅចរាយន្តអញ្ចឹងយើងឃើញមនុស្សកំពុងដើរចូលចរាយន្តហើយពេលហ្នឹងយើងឃើញអញ្ចឹងយើងមិនរត់ទៅពីព្រោះយើងខ្លាចអត់តន់អ្នកទាំងអស់គ្នាហ្នឹងគឺគាត់ដូចគ្នាបងប្រុសកាន់ហ្នឹងពេលហ្នឹងគឺគាត់ដើរទៅចរាយន្តគាត់ឃើញមានមនុស្សប្រុសម្នាក់ពាក់អាវរាងកាឡាហើយមានកសែងចងនៅចង្កេះកំពុងតែដើរចូលចរាយន្តហើយពេលហ្នឹងបងប្រុសកាន់គាត់ក៏ស្រែកថាគាត់ថាបងចាំផងអញ្ចឹងណាគាត់ក៏រត់ទៅហើយនៅពេលដែលគាត់រត់ទៅជិតដល់នេះអ្នកទាំងអស់គ្នាគឺគាត់ឃើញបងប្រុសហ្នឹងដើរចូលហើយនៅពេលដែលគាត់រត់ទៅដល់គាត់ឃើញអាទ្វារចរាយន្តនេះវាប្រុងនឹងបិទណាអ្នកទាំងអស់គ្នាអាចឃើញហើយនៅពេលដែលយើងទៅចរាយន្តអត់តន់ណាចរាយន្តវាបិទមែនប៉ុន្តែវានៅប្រឡោះសម្រាប់ឲ្យយើងមើលឃើញហើយពេលហ្នឹងគឺគាត់ឃើញច្បាស់មែនតើគឺគាត់ឃើញបងប្រុសម្នាក់ដែលគាត់ឃើញមុននឹងដើរចូលមិញហ្នឹងបងប្រុសដែលពាក់អាវកាឡាការ៉ូហ្នឹងគឺគាត់ឃើញនៅក្នុងចរាយន្តហ្នឹងគាត់ក៏អូខេគឺគាត់ទៅអត់តន់គាត់ក៏ត្រូវឆក់ចាំនៅហ្នឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាជាទូទៅចរាយន្តវាមិនមានសញ្ញាចុះសញ្ញាឡើងទៅទេប៉ុន្តែនៅពេលដែលគាត់ឆក់ចាំនៅខាងមុខចរាយន្តហ្នឹងគាត់ឃើញអាសញ្ញាហ្នឹងវាអត់លោតទៅណាឯងគឺវានៅនឹងកន្លែងគាត់ឃើញនៅនឹងកន្លែងគាត់ក៏ចុចចរាយន្តបើកនៅពេលដែលគាត់ចុចបើកទៅចរាយន្តហ្នឹងគឺទេអ្នកទាំងអស់គ្នាអត់មានមនុស្សនៅក្នុងហ្នឹងឯងអញ្ចឹងពេលហ្នឹងគឺគាត់ចាប់ដើមឆ្ងល់ណាគាត់ចាប់ដើមភ័យតិចណាថាគាត់ថាមិញគាត់ឃើញមនុស្សប្រុសចូលទៅក្នុងហើយហេតុអីគាត់គ្រាន់តែចុចបើកមកវិញភ្លាមអត់មានមនុស្សអញ្ចឹងពេលហ្នឹងគឺគាត់ចាប់ដើមភ័យប៉ុន្តែគាត់ជាមនុស្សដែលអត់ជឿរឿងខ្មោចទេគឺគាត់អត់ជឿគាត់អត់ដែរជួបខ្មោចគឺគាត់អត់ជឿគាត់ក៏អូខេចូលទៅចរាយន្តហ្នឹងទៅក៏ចុះទៅជន់កន្លែងគេចតឡានដើម្បីទៅឡានរបស់គាត់អញ្ចឹងណាគាត់ចេញពីចរាយន្តគាត់ក៏ដើរទៅតម្រង់ទៅឡានគាត់ទៅហើយនៅពេលដែលគាត់ដើរទៅដល់ឡានគាត់នេះគាត់ក៏ចាក់សោទ្វារឡានហើយបើកទ្វារឡានបើកទាំងទៅប៉ុន្តែគាត់អត់តន់ចូលក្នុងឡានទេគាត់ឃើញមនុស្សប្រុសម្នាក់ឈរនៅក្បែរនឹងតសមួយដែលកន្លែងចតឡានគេគឺមានច្រើនជាន់ណាអ្នកទាំងអស់គ្នាអញ្ចឹងវាមានតសហើយគាត់ឃើញមនុស្សប្រុសម្នាក់ហ្នឹងឈរនៅចិត្តអាតសរបស់អាគារចតឡានហ្នឹងគាត់ឃើញអញ្ចឹងមិនដឹងគាត់គិតអីថ្ងៃហ្នឹងគឺគាត់ដើរទៅសួរហើយបញ្ជាក់អ្នកទាំងអស់គ្នាមនុស្សប្រុសដែលគាត់ឃើញហ្នឹងគឺដូចនឹងមនុស្សដែលគាត់ឃើញដើរនឹងចូលនឹងចរាយន្តអញ្ចឹងប៉ុន្តែគ្រាន់តែពេលគាត់ឃើញនៅមុខចរាយន្តគឺគាត់ឃើញពីក្រោយខ្នងហើយលើកនេះគឺគាត់ឃើញចំពីមុខហ្មងប៉ុន្តែគាត់ឃើញនៅឯមួយចំហៀងទៀតអញ្ចឹងណាអ្នកទាំងអស់គ្នាគាត់ក៏ដើរទៅសួរហ្មងពេលហ្នឹងខ្ញុំនឹងគាត់គិតអីគាត់ឃើញគាត់ក៏ដើរទៅសួរពីព្រោះពេលហ្នឹងគឺយប់ជ្រៅហើយបងហ្នឹងគាត់មិនដឹងធ្វើអីគាត់មកឈរតែឯងស្ងាត់អញ្ចឹងណាគាត់ក៏ដើរទៅសួរហើយសួរធម្មតាអញ្ចឹងអ្នកទាំងអស់គ្នាសួរថាបងឯងនៅធ្វើអីម៉ោងហ្នឹងអីយប់ហើយនៅតែឯងនៅហ្នឹង
ហើយអ្នកទាំងអស់គ្នាដឹងឯងគឺពេលហ្នឹងគឺគាត់ប្រាប់ថាដូចក្នុងរឿងខ្មោចចឹងអ្នកទាំងអស់គ្នាគឺបងម្នាក់ហ្នឹងគឺគាត់ស្គមហើយស្លេកគាត់ស្គមស្លេកហើយគាត់អត់មើលមុខគាត់ទេមុខគាត់បែរចុះទៅដីហើយសួរមិនក៏គាត់អត់ឆ្លើយដែរគាត់នៅស្ងៀមចឹងហើយពេលហ្នឹងគាត់ក៏សួរត្រឹមត្រូវមិនក៏មិនឆ្លើយចឹងណាគាត់ក៏ដើរមកឡានគាត់វិញគាត់ក៏លែងខ្វល់ហើយក៏ដើរមកឡានខ្លួនឯងវិញហើយគ្រាន់តែដើរមកដល់ឡាននេះបើកទ្វារឡានចូលទៅក្នុងឡានពុបបងដែលឈរនៅតសមិញបាត់គឺលឿនមែនតើគឺបាត់ពេលហ្នឹងដូចនិយាយចឹងដែរទាំងអស់គ្នាគឺគាត់មិនមែនជាមនុស្សដែលជឿរឿងខ្មោចអញ្ចឹងគាត់តែងតែគិតផ្សេងណាគាត់គិតថាបងហ្នឹងប្រហែលជាគាត់ទៅណាទៅណីចឹងគាត់រត់ទៅនេះទៅនោះចឹងទៅគាត់អត់គិតអីច្រើនពីព្រោះគាត់អត់ជឿហើយគាត់ក៏បច្ឆេះឡានបើកចេញមកខាងក្រៅមកហើយនៅពេលដែលគាត់បើកចេញមកខាងក្រៅគាត់មកជួបសន្តិសុខជាទូទៅគឺយើងចង់ចេញឡានពីពលានយន្តហោះយើងត្រូវឆ្លងកាត់សន្តិសុខណាទាំងអស់គ្នាគាត់ក៏ជួបសន្តិសុខហ្នឹងហើយសន្តិសុខហ្នឹងនៅពេលដែលហុចសបុតហុចអីចឹងទៅក៏ឆ្លៀតនិយាយមកគាត់ថាថ្ងៃហ្នឹងមានមិត្តភក្តិទៅផ្ទះជាមួយដែរនិយាយចឹងណាទាំងអស់គ្នាប៉ុន្តែបងហ្នឹងគឺដូចដើមណាទាំងអស់គ្នាគឺគាត់អត់សួរអត់អីហើយគាត់ថែមទាំងនិយាយឌឺទៅគាត់ថាមានគ្នាអញ្ចឹងហើយស្រួលកុំឲ្យទៅតែឯងគាត់និយាយអញ្ចឹងទៀតណាគាត់ឆ្លើយទៅសន្តិសុខហើយគាត់ហុចសបុតហុចអីហើយក៏គាត់ចេញឡានចេញមកខាងក្រៅមកហើយនៅពេលអំឡុងពេលដែលគាត់បើកឡានមកផ្ទះនេះគឺគាត់លឺសលេងក្រឹកនៅខាងក្រោយណាបងប្អូនគឺខាងក្រោយហ្នឹងគឺគាត់បានផ្ទុកឯកសាររបស់គាត់គឺគាត់យកឯកសារកាបូបអីគាត់ហ្នឹងទៅដាក់នៅកៅអីខាងក្រោយហើយគាត់លឺក្រឹកគាត់ក៏គិតថាប្រហែលជាសលេងអវ៉ាន់គាត់ហ្នឹងហើយសលេងឯកសារហ្នឹងហើយគាត់ក៏អត់សូវខ្វល់គាត់គិតតែពីបើកឡានទៅផ្ទះចឹងទៅហើយមុននឹងគាត់ចិត្តដល់ផ្ទះនេះគាត់ក៏ខលប្រាប់ប្រពន្ធគាត់ថាឲ្យបើកទ្វារចាំគាត់ប្រពន្ធគាត់ក៏បើកទ្វារចាំចឹងទៅហើយគាត់ទៅដល់ផ្ទះគាត់ក៏បើកឡានចូលទៅក្នុងផ្ទះទៅហើយអ្នកទាំងអស់គ្នាដឹងឯងនៅពេលដែលគាត់បើកឡានចូលទៅក្នុងផ្ទះភ្លាមពេលហ្នឹងគឺឆ្កែលូមែនតើឆ្កែផ្ទះគាត់ហ្នឹងលូដូចលក្ខណៈមានគេចូលផ្ទះចឹងហើយគាត់ក៏ដើរទៅបិទទ្វារទៅហើយពេលដែលគាត់បិទទ្វារហើយគាត់ដើរមកផ្ទះវិញមកប្រពន្ធគាត់នេះសួរគាត់ថាបងឯងអត់នាំមិត្តភក្តិចូលផ្ទះទេសួរអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងគឺ2នាក់ណាមិញគឺសន្តិសុខឥឡូវប្រពន្ធគាត់មកនិយាយម្ដងគាត់ក៏អត់ឆ្លើយតបអីទេគាត់ក៏ហុញប្រពន្ធគាត់ចូលផ្ទះគាត់ថាទៅចូលផ្ទះរៀបបាយរៀបអីចឹងទៅប្រពន្ធគាត់ក៏ទៅជាក្រានរៀបបាយរៀបអីចឹងទៅហើយនៅពេលដែលរៀបបាយហើយប្រពន្ធគាត់ក៏ឆ្លៀតសួរម្ដងទៀតថាចំបងឯងអត់នាំមិត្តភក្តិបងឯងចូលផ្ទះមែនហើយពេលហ្នឹងគឺប្តីគាត់គឺចាប់ផ្ដើមប្រាប់អីយល់ទេគឺគាត់សួរច្រើនដងពេកគាត់ថាគាត់មកតែឯងហើយប្រពន្ធគាត់ក៏ដឹងថាអ្វីដែលគាត់ឃើញនេះប្រហែលជាមិនមែនមនុស្សណាទាំងអស់នេះប្រហែលជាខ្មោចចឹងណាពេលហ្នឹងក៏អូខេរៀបចំបាយរៀបចំទឹកហើយក៏បិទទ្វារចូលគេងទៅហើយឆ្កែនៅទៅលូចឹងអ្នកទាំងអស់គ្នាលូហើយយប់ហ្នឹងយប់ដែលគាត់គេងហ្នឹងគឺបងប្រុសកាន់ហ្នឹងគឺគាត់បានយល់សពគាត់យល់សពឃើញបងប្រុសម្នាក់ហ្នឹងឈរនៅចិត្តសមួយនៅឯព្រានយន្តហោះអានេះក្នុងយល់សពហ្នឹងអ្នកទាំងអស់គ្នាហើយក្នុងយល់សពគាត់បានបញ្ជាក់ថាគឺដូចអ្វីដែលគាត់ឃើញនៅព្រានយន្តហោះចឹងគឺពាក់អាវកាឡាហុំកណាត់នៅចកេះចឹងណាហើយក្នុងយល់សពហ្នឹងបងប្រុសម្នាក់ហ្នឹងគឺប្រាប់គាត់ថាជួយគាត់ផងឲ្យជួយគាត់ផងនិយាយតែប៉ុណ្្នឹងឯងហើយគាត់យល់សពបែបហ្នឹង3ថ្ងៃណាទាំងអស់3ថ្ងៃជាប់គ្នាយល់សពឃើញតែបងប្រុសម្នាក់ហ្នឹងឯងឲ្យជួយផងហើយក្នុងយល់សពហ្នឹងបងប្រុសកាន់ក៏គាត់សួរទៅបងប្រុសហ្នឹងថាជួយមិនហើយបងឯងនៅណាអីចឹងណាហើយបងប្រុសហ្នឹងក៏ប្រាប់ថាផ្ទះគាត់នៅនគរនាយកហ្នឹងគឺជាខេត្តមួយនៅឯប្រទេសថៃគាត់ប្រាប់បងប្រុសកាន់ហ្នឹងឲ្យជួយនាំគាត់ទៅផ្ទះផងហើយបងប្រុសកាន់ក៏សួរគាត់ថាបងឯងនៅណាបងហ្នឹងគាត់ថាខ្ញុំនៅក្នុងតសនិយាយចឹងណាទាំងអស់គ្នាហើយពេលហ្នឹងបងប្រុសកាន់គឺគាត់ភ័យមែនទេលុះដល់ព្រឹកឡើងគាត់ក៏ទៅធ្វើការហើយគាត់ក៏បានសួរបងនៅកន្លែងធ្វើការហ្នឹងសួរថានៅកន្លែងពលានយន្តហោះហ្នឹងធ្លាប់មាននឹងអីកើតឡើងពីព្រោះបងប្រុសកាន់គឺគាត់ទៅតែមកធ្វើការនៅហ្នឹងបានមួយខែណាទាំងអស់គ្នាគឺគាត់ជាបុគ្គលិកថ្មីអញ្ចឹងគាត់អត់សូវដឹងរឿងអីទេគាត់ក៏ទៅសួរសិស្សច្បងដែរគាត់ធ្វើការមុនអញ្ចឹងណាហើយសិស្សច្បងនៅហ្នឹងក៏ប្រាប់គាត់ថាជួបហើយមែនគាត់និយាយអញ្ចឹងតែជួបហើយមែនហើយគាត់ក៏ចាប់ផ្ដើមសួរថាមាននឹងអីកើតឡើងហើយបងហ្នឹងក៏គាត់អត់ដឹងដែរបងដែលគាត់ធ្វើការមុនហ្នឹងគាត់ថាគាត់អត់ដឹងទេគាត់គ្រាន់តែថាគាត់ឃើញមនុស្សប្រុសហ្នឹងដែរប៉ុន្តែគាត់អត់ដឹងទេថាបងហ្នឹងស្លាប់នៅណាអីនៅណីចឹងណាប៉ុន្តែបងប្រុសកាន់នេះគឺគាត់យល់សពថាបងម្នាក់ហ្នឹងនៅក្នុងតសហើយនៅពេលហ្នឹងណាទាំងអស់គ្នាពលានយន្តហោះគឺគាត់កំពុងតែសាងសង់ថ្មីគាត់កំពុងតែមានការកែកុនហើយនឹងជួសជុលសាងសង់ចឹងណាអញ្ចឹងធម្មតាអ្នកទាំងអស់គ្នាការដ្ឋានមួយយើងមិនអាចចូលទៅមើលបានស្រួលទេយើងចង់មើលយើងចង់ចូលទៅមើលយើងតតែធ្វើលិខិតស្នើសុំអីផ្សេងអញ្ចឹងនៅពេលហ្នឹងគឺបងប្រុសកាន់គឺគាត់អាហ្នឹងគឺពេលយប់ណាគឺយប់ឡើងគឺគាត់មុននឹងមកផ្ទះគាត់ក៏លួចយកធូបនេះទៅអុជនៅក្បែរការដ្ឋានហ្នឹង
គាត់ថាបើសិនជាចង់ឲ្យគាត់នាំទៅផ្ទះឬបើសិនជាចង់ឲ្យគាត់ជួយគាត់ថាជួយឲ្យគាត់នេះស្នើសុំចូលទៅឆែកក្នុងការដ្ឋានហ្នឹងផងពីព្រោះស្អែកគឺគាត់នឹងរៀបចំស្នើសុំចូលទៅមើលក្នុងការដ្ឋានហ្នឹងហើយអត់ងាយចូលទេអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយមិញអញ្ចឹងគឺអត់ងាយចូលទេប៉ុន្តែគាត់លួចមកឲ្យធុកគាត់ថាបើសិនជាចង់ឲ្យគាត់ជួយឲ្យការស្នើសុំរបស់គាត់នេះបានសម្រេចហើយវាមិនគួរឲ្យជឿអ្នកទាំងអស់គ្នាគឺការស្នើសុំរបស់គាត់នេះបានសម្រេចគាត់ក៏បានចូលទៅក្នុងការដ្ឋានហ្នឹងទៅចូលទៅមើលអញ្ចឹងណាចូលទៅត្រួតពិនិត្យអីផ្សេងៗអញ្ចឹងទៅហើយក្នុងការដ្ឋានហ្នឹងមានតសមួយណាទាំងអស់គ្នាដែលតសហ្នឹងគឺគេកំពុងតែបុកគ្រឹះអញ្ចឹងហើយគាត់បានហៅបងដែលជាកម្មករធ្វើការនៅក្នុងហ្នឹងជួយទៅពិនិត្យនៅឯតសមួយហ្នឹងណាទាំងអស់គ្នាជួយពិនិត្យក្នុងតសហ្នឹងពីព្រោះក្នុងយុគគាត់យល់សពគឺគាត់យល់សពឃើញបងប្រុសម្នាក់ហ្នឹងឈរនៅក្បែរតសហ្នឹងអញ្ចឹងគាត់ក៏ហៅកម្មករដែលធ្វើការនៅក្នុងហ្នឹងទៅពិនិត្យមើលក្នុងតសហ្នឹងហើយអ្នកទាំងអស់គ្នាដឹងហើយរឿងដែលវាមិនគួរជឿគឺនៅពេលដែលគេពិនិត្យក្នុងតសហ្នឹងគេកាយអាដីដែលគេជីកដើម្បីបុកគ្រឹះតសហ្នឹងចេញគឺគេឃើញសាកសពបរិសម្នាក់នៅក្នុងហ្នឹងប៉ុន្តែសាកសពមួយហ្នឹងគឺវាយូរឯអ្នកទាំងអស់គ្នាវាឡើងឲ្យលួយហ្នឹងវានៅនិយាយទៅចេញឆ្អឹងហ្នឹងប៉ុន្តែអ្វីដែលគាត់ចាំបានគឺខោអាវហ្នឹងកណាត់ចកេះហុំនេះគឺគាត់ឃើញដូចអ្វីដែលគាត់ឃើញហ្នឹងពេលហ្នឹងអ្នកទាំងអស់នេះគាត់សឹងតែសន្លប់នៅនឹងកន្លែងគឺវាឈុតពេកវាច្បាស់ពេកគាត់ឃើញកៅអៅហ្នឹងហើយគឺគាត់ចាំរូបភាពដែលគាត់ឃើញកាលពីយប់ហ្នឹងហ្មងគឺគាត់ឃើញបងប្រុសម្នាក់ហ្នឹងឈរនៅកន្លែងចតឡានហ្នឹងគឺគាត់នឹកឃើញរូបភាពច្បាស់ហ្មងពេលហ្នឹងគឺគាត់ភ័យមែនទែនប៉ុន្តែក៏នៅពេលដែលឃើញសាកសពហើយក៏រៀបចំពិធីអញ្ចឹងទៅក៏រៀបចំយកសាកសពហ្នឹងចេញប៉ុន្តែរឿងហ្នឹងគឺគេអត់ឲ្យអ្នកព័ត៌មានដឹងទេណាអ្នកទាំងអស់គ្នាដោយសារវាជាកន្លែងសាធារណៈអញ្ចឹងវាជាពលានយន្តហោះអញ្ចឹងគេបិទបាំងព័ត៌មានគេអត់ឲ្យដឹងទេសូម្បីតែការយកសពហ្នឹងចេញក៏យកចេញកណ្ដាលយប់ដែរយកចេញប្រហែលជាម៉ោង1ម៉ោង2យប់គឺយកចេញពេលថ្ងៃពេលព្រឹកអត់កើតទេខ្លាចគេឃើញអញ្ចឹងណាគឺធ្វើការយកចេញតាំងកណ្ដាលយប់ហើយក៏បញ្ជូនទៅខាងគ្រួសារគេអញ្ចឹងទៅហើយអ្នកទាំងអស់គ្នាដឹងទេបន្ទាប់ពីគាត់បានធ្វើរឿងហ្នឹងមកគឺគាត់អត់ដែរយកសពឃើញបងប្រុសម្នាក់ហ្នឹងសោះនិយាយទៅគឺដាច់ផឹងហ្មងប៉ុន្តែអ្វីដែលគាត់សង្កេតឃើញគឺគាត់រីកចម្រើនការងារគាត់គឺល្អជាងមុនហើយគាត់ជឿថាប្រហែលជាបងប្រុសហ្នឹងមកជួយគាត់អញ្ចឹងណាពីព្រោះគាត់បានជួយបងប្រុសហ្នឹងប្រហែលជាគាត់មកជួយវិញអញ្ចឹងណាទាំងអស់គ្នាហើយកន្លែងពលានយន្តហោះមួយហ្នឹងគឺបុគ្គលិកដែលធ្វើការនៅក្នុងហ្នឹងគឺគាត់ដឹងច្បាស់គឺមានសាកសពច្រើនណាស់ដែលគាត់ស្លាប់នៅទីហ្នឹងប៉ុន្តែអ្នកក្រៅគឺគាត់អត់ដឹងទេដោយសារតែគេបិទបាំងព័ត៌មានប៉ុន្តែអ្នកដែលគេធ្វើការក្នុងហ្នឹងគឺគាត់ដឹងច្បាស់ណាស់ថាកន្លែងហ្នឹងមិនធម្មតាអាចនិយាយបានថាចូលទៅដល់ខ្ទង់100ណាអ្នកទាំងអស់គ្នាមនុស្សស្លាប់គឺខ្លះទៅស្លាប់ដោយឧបទ្ទវហេតុខ្លះទៅស្លាប់ដោយឆ្លោះគ្នាអញ្ចឹងណាឆ្លោះគ្នាវាយគ្នាស្លាប់នៅក្នុងការដ្ឋានអញ្ចឹងទៅពីព្រោះបងកម្មករអ្នកទាំងអស់គ្នាដឹងហើយគាត់ធ្វើការហើយពេលខ្លះគាត់មិនមែនសម្រានណាគាត់ទៅផឹកស៊ីអីចឹងណាដល់ពេលមានរឿងឆ្លោះគ្នាគឺសម្លាប់គ្នាឯងនៅក្នុងការដ្ឋានហ្នឹងហើយការដ្ឋានដូចនិយាយប្រាប់មិញអញ្ចឹងគឺគេបិទអត់ឲ្យអ្នកក្រៅចូលទេអញ្ចឹងមានរឿងអីក៏គ្មានពីណាដឹងដែរអញ្ចឹងអ្នកដែលធ្វើការនៅក្នុងហ្នឹងគឺជួបរឿងច្រើនណាស់អ្នកទាំងអស់គ្នាជួបវិញ្ញាណជួបអីនិយាយទៅគឺល្បីហ្មងនៅក្នុងពលានហ្នឹងហើយរឿងរ៉ាវមួយហ្នឹងអ្នកទាំងអស់គ្នាគឺបងប្រុសកាន់ណានៅពេលដែលគាត់ជួបបែបហ្នឹងហើយគឺគាត់ឈប់ធ្វើការដល់យប់ជ្រៅគឺគាត់ចេញតាមដំណើរគេដំណើរឯងហើយគាត់ឈប់ទៅចតឡាននៅអាគារហ្នឹងទៀតគឺវាធ្វើឲ្យគាត់ចាំណាទាំងអស់គ្នាគាត់ចាំរូបភាពបរិសម្នាក់ហ្នឹងជាប់នៅក្នុងខួរក្បាលគាត់ហ្មងជាប់នៅក្នុងភ្នែកគាត់ហ្មងគឺសឹងតែថាឲ្យគាត់ស្កេតចេញមកក៏គាត់ស្កេតបានដែរគឺពីព្រោះអីគឺគាត់ឃើញចំហ្មងគាត់ឲ្យវាចាំដល់អារម្មណ៍គាត់រាល់ថ្ងៃហ្នឹងរហូតដល់គាត់ខ្លាចជាមនុស្សដែលខ្លាចអញ្ចឹងណាពីមនុស្សដែលមិនជឿសោះទៅជាមនុស្សដែលខ្លាចលែងហ៊ានទៅចតឡាននៅកន្លែងហ្នឹងសុកចិត្តទៅចតនៅកន្លែងឆ្ងាយហើយនេះគឺជាបទពិសោធន៍របស់បោកប្រុសកាន់អូខេអ្នកទាំងអស់គ្នាអញ្ចឹងរឿងរ៉ាវរបស់គាត់គឺមានតែប៉ុណ្្នឹងឯងអញ្ចឹងដូចដើមអ្នកទាំងអស់គ្នាកុំភ្លេច like ហើយ subscribe ឲ្យ channel ខ្ញុំផងហើយកុំភ្លេចតាមដានវីដេអូពួកយើងបន្តទៀតអូខេអរគុណច្រើន